មានបងប្អូនជាច្រើនដែលបានស្គាល់អំពីដំណើររឿងនិងប្រវត្តិជីវិតរបស់លោកយាយបាបាវ៉ាន់ហ្គាដែលជាអ្នកហោរាទស្សន៍ទាយនៅក្នុងប្រទេសបូការីតែមិនមានបងប្អូនជាច្រើនដែលស្គាល់អំពីដំណើររឿងនិងប្រវត្តិជីវិតរបស់លោកតាម្នាក់នៅក្នុងប្រទេសបូការីដែលអាចទស្សន៍ទាយច្បាស់ជាងលោកយាយបាបាវ៉ាន់ហ្គានោះទេនៅប្រទេសបូការីនៅឆ្នាំ1894មានទារកម្នាក់បានប្រសូតនៅក្នុងគ្រួសារកសិករធូធាមមួយដែលនៅភូមិលេសយ៉ាលដែលមានឈ្មោះថាហ្គូនយូវូហើយទារកនោះត្រូវបានគេដាក់ឲ្យឈ្មោះថាវឡៃជូសិឈីវនៅពេលដែលកុមារវឡៃជូបានចម្រើនវ័យ6ឆ្នាំម្ដាយរបស់កុមារវឡៃជូបានទទួលមរណភាពដោយរោគគីពៀតបន្ទាប់ពីម្ដាយរបស់កុមារវឡៃជូបានទទួលមរណភាពកុមារវឡៃជូបានចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពាក់ព័ន្ធជាមួយនឹងសាសនានិងជីវិតវិញ្ញាណតាំងពីក្មេងនៅពេលដែលកុមារវឡៃជូបានចម្រើនវ័យរហូតដល់10ឆ្នាំកុមារវឡៃជូបានទទួលឥទ្ធិពលពិសេសមួយដែលអាចទស្សន៍ទាយដឹងមុនពីសង្គ្រាមបាល់កង់ហើយសង្គ្រាមនោះគឺពិតជាបានកើតឡើងមែននៅក្រោយពេលដែលកុមារវឡៃជូបានទស្សន៍ទាយរយៈពេល8ឆ្នាំសង្គ្រាមលោកលើកទី1ក៏បានចាប់ផ្ដើមបុរសនៅក្នុងភូមិរួមទាំងឪពុករបស់វឡៃជូត្រូវបានគេកេណ្ឌនៅធ្វើជាទាហាននៅពេលនោះផងដែរវឡៃជូបានបញ្ចេញនៅសមត្ថភាពទស្សន៍ទាយដ៏អស្ចារ្យមួយដែលវឡៃជូបានទស្សន៍ទាយថានឹងមានបុរសម្នាក់ណាដែលអាចពាក់លីនៅក្នុងសង្គ្រាមហើយនឹងមានបុរសម្នាក់ណាដែលអាចត្រឡប់មកភូមិវិញអស់រយៈពេលជាច្រើនឆ្នាំដែលកុមារវឡៃជូបានធំធាត់នៅឆ្នាំ1916យុវជនវឡៃជូត្រូវបានគេកេណ្ឌនៅធ្វើជាទាហានផងដែរតែដោយសារតែលោកមានចិត្តជ្រះថ្លានិងមានចិត្តបរិសុទ្ធជាខ្លាំងជាមួយព្រះជាម្ចាស់លោកមិនហ៊ានសម្លាប់មនុស្សទើបមេបញ្ជាការបញ្ជូនលោកឲ្យធ្វើជាមេចុងភៅដើម្បីធ្វើម្ហូបអាហារឲ្យទាហានវិញជាច្រើនឆ្នាំកន្លងផុតទៅសង្គ្រាមក៏បានចប់ជីវិតរបស់វឡៃជូបានវិវត្តទៅក្លាយទៅជាមនុស្សម្នាក់ដែលសិក្សាអំពីផ្នែកវិញ្ញាណនិងបានដើរតាមធ្វើជាសិស្សគុនគ្រូម្នាក់នៅពេលព្រឹកលោកបានធ្វើលំហាត់ប្រាណនិងពេលថ្ងៃលោកបានទៅធ្វើស្រែចម្ការដោយប្រជាជនធម្មតាហើយនៅពេលល្ងាចលោកបានកំណែសិស្សដែលរួមគុនគ្រូជាមួយលោកមានដំណឹងខ្លះបាននិយាយថាលោកត្រូវបានគេភ្ជាប់ពាក្យជាមួយកូនស្រីអ្នកមានម្នាក់តែដោយសារតែលោកមិនចង់ពាក់ព័ន្ធជាមួយនឹងផ្លូវលោកបានផ្ដាច់ពាក្យជាមួយនឹងកូនស្រីអ្នកមាននោះហើយបានដើរកាន់សិលនិងពាក់ព័ន្ធជាមួយផ្លូវវិញ្ញាណវិញបន្ទាប់ពីលោកបានផ្ដាច់ពាក្យជាមួយកូនស្រីអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់លោកបានវិវត្តពីមួយថ្ងៃទៅមួយថ្ងៃនិងមានមនុស្សជាច្រើនដែលបានមកពីគ្រប់ទិសទីដើម្បីលោកព្យាបាលជំងឺនិងទស្សន៍ទាយពីអនាគតផងដែររហូតដល់សាច់ញាតិរបស់លោកបានធ្វើខ្ទមដើម្បីព្យាបាលអ្នកជំងឺផងដែរកេរ្តិ៍ឈ្មោះរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃបានល្បីល្បាញរហូតដល់ព្រះចៅបូរីសទី3ជាស្ដេចនៃប្រទេសប៊ុលហ្គារីបានអញ្ជើញលោកឲ្យទៅទស្សន៍ទាយពីអនាគតពាក់ព័ន្ធជាមួយនឹងបុត្ររបស់លោកបានទស្សន៍ទាយកលថ្វាយស្ដេចចំថាព្រះអង្គនឹងមានបុត្រឡើងសោយរាជប៉ុន្តែបុត្ររបស់ព្រះអង្គមិនអាចគ្រប់គ្រងផែនដីនេះបានទេហើយចាប់តាំងពីពេលនោះមកស្ដេចមិនដែលហៅលោកទៅឲ្យទស្សន៍ទាយម្ដងណាទៀតឡើយរឿងនេះគឺពិតជាបានកើតឡើងពិតប្រាកដមែនដោយសារតែរបបរាជានិយមត្រូវបានដួលរលំដោយពួកកុម្មុយនីសគ្រោះកាចក្នុងរបបកុម្មុយនីសនិងអភូតហេតុនៅក្នុងគុករឿងរ៉ាវជីវិតរបស់គាត់បានប្រែប្រួលទាំងស្រុងនៅឆ្នាំ1944នៅពេលដែលពួកកុម្មុយនីសបានឡើងកាន់អំណាចពួកអាជ្ញាធរថ្មីបានចាត់ទុកគាត់គឺជាមនុស្សម្នាក់ដែលស្និទ្ធនឹងរបបចាស់ហើយថែមទាំងជាប់ពាក់ព័ន្ធជាមួយនឹងរឿងសាសនាជំនឿទៀតផងគេបានចោទគាត់ពីបទក្បត់ជាតិនិងបង្កើតការកុបខិតហេតុធំដែលពួកគេខឹងខ្លាំងគឺដោយសារតែលោកតាវឡៃជូបានទាយដឹងមុន2ឆ្នាំពាក់ព័ន្ធជាមួយនឹងការស្លាប់មេដឹកនាំកុម្មុយនីសម្នាក់ដែលមានឈ្មោះថាស៊ឹកស៊ឺដឺមីដែលត្រូវស្លាប់នៅឆ្នាំ1949ហើយរឿងនេះគឺពិតជាបានកើតឡើងពិតប្រាកដមែនត្រូវបានគេបញ្ជូនទៅធ្វើការនៅជំរំធ្ងន់ជាច្រើនកន្លែងរួមទាំងមកអត់បាយនិងធ្វើបាបថែមទៀតផងមានរឿងដំណាលមួយថានៅជំរំបេឡានីឆ្វាំងគុកបានធ្វើបាបគាត់ដោយដោះខោអាវគាត់ចេញឲ្យស្រាតដណូកកហើយជះទឹកកកដល់ត្រជាក់ស្រេបនៅលើខ្លួនគាត់ជាទីសាធារណៈប៉ុន្តែលោកតាវឡៃជូមិនខឹងសម្បាទាល់តែសោះគាត់បែរជាប្រាប់ឆ្មាំងគុកដែលធ្វើបាបគាត់ដោយចិត្តអាណិតថាកុំខលពីគាត់អីប្រញាប់ទៅផ្ទះទៅលុះឆ្មាំងគុករត់ទៅដល់ផ្ទះស្រាប់តែជួបរឿងអកុសលពិតមែនគឺកូនរបស់ឆ្មាំងគុកត្រូវបានស្លាប់បាត់បង់ជីវិតក្រោយមកនៅឆ្នាំ1951គេបានប្តូរគាត់ឲ្យទៅធ្វើការងារនៅក្នុងអណ្ដូងរ៉ែដ៏គ្រោះថ្នាក់មួយនៅទីនោះក៏បានប្រាញាតិទឹកដឹងមុនហើយបានប្រាប់ប្រធានអណ្ដូងរ៉ែថាកុំឲ្យកម្មករម្នាក់ណាចុះទៅធ្វើការឲ្យសោះព្រោះអណ្ដូងរ៉ែចិត្តបាក់ហើយប្រធាននោះក៏ជឿក៏ប្រកាសប្រាប់ឲ្យកម្មករសម្រាកសប្តាហ៍ថ្ងៃនោះមានដីបាក់សង្កត់លើអណ្ដូងរ៉ែពិតប្រាកដមែនដោយសារតែលោកជួយសង្គ្រោះជីវិតមនុស្សបានច្រើនបែបនេះទើបគាត់ត្រូវបានដោះលែងនៅឆ្នាំ1953ឲ្យមានសេរីភាពវិញជីវិតចុងក្រោយនិងការដើរព្យាបាលរបស់គាត់និងកេរ្តិ៍ឈ្មោះចុងក្រោយរបស់គាត់ក្នុងរយៈពេល15ឆ្នាំក្រោយនៃជីវិតរបស់គាត់លែងមានផ្ទះសម្បែងច្បាស់លាស់ទៀតហើយគាត់បានដើររីប៉ាយក្នុងប្រទេសបូការីទាំងថ្ងៃទាំងយប់ធ្វើជាគ្រូពេទ្យបុរាណនិងជាអ្នកទស្សន៍ទាយមើលជំងឺឲ្យគេទៀតផងគេបាននិយាយតគ្នាថាឲ្យតែគាត់បានយកដៃទៅប៉ះកន្លែងណាដែលឈឺចាប់ទាំងឡាយនឹងត្រូវបាត់ភ្លាម
មនុស្សម្នាជាច្រើនបានផ្ញើសម្បត្តិមកសុំឲ្យគាត់ជួយរាប់មិនអស់ខ្លះផ្ញើលុយកាក់តាមសម្បត្តិទៀតផងប៉ុន្តែគាត់មិនដែលយកសម្បីតែមួយរៀលបើផ្ញើមកគាត់នឹងផ្ញើត្រឡប់ទៅវិញឬក៏យកទៅចែកទានឲ្យអ្នកក្រីក្រដែលត្រូវការចាំបាច់គាត់តែងតែនិយាយប្រាប់មនុស្សជាច្រើនថាព្រះជាម្ចាស់ប្រគល់សិលមកឲ្យខ្ញុំដោយទទេដូច្នេះខ្ញុំត្រូវជួយមនុស្សដោយមិនយកកម្រៃវិញទទេដូចគ្នាលោកតាវឡៃជូបានអនិច្ចកម្មនៅក្នុងឆ្នាំ1981ក្នុងជនមាយុ86ឆ្នាំគាត់រស់នៅជាអ្នកស្នាក់សិលដ៏បរិសុទ្ធនិងជឿជាក់ថាព្រលឹងណាដែលខ្ពង់ខ្ពស់ព្រលឹងនោះត្រូវតែឆ្លងកាត់ការសាកល្បងនិងទុក្ខលំបាកកាន់តែខ្លាំងមុនពេលស្លាប់គាត់ក៏បានបន្សល់ទុកទំនាយដ៏គួរឲ្យខ្លាចមួយដែលដឹងអំពីអនាគតគឺលោកយើងនឹងសម្បូរទៅដោយការបំពុលបរិស្ថានជាតិពុលនៅក្នុងដំណាំសពគ្រប់បែបយ៉ាងហេតុនេះហើយគាត់បានផ្ដាំផ្ញើឲ្យមនុស្សជំនាន់ក្រោយព្យាយាមបរិភោគផ្លែឈើឬបន្លែណាដែលដាំដុះនៅក្នុងតំបន់ភ្នំខ្ពស់ព្រោះវាអាចជៀសផុតពីការស្រូបយកជាតិពុលពីក្នុងដីទាបបានខ្លះរហូតមកដល់ឆ្នាំ2019នៅក្នុងភូមិកំណើតរបស់គាត់គេបានសាងសង់វិមានរំលឹកគុណមួយដែលមានឈ្មោះថាផ្ទះនៃសេចក្តីល្អ House of Goodness ដើម្បីទុកជាទីសក្ការៈបូជាហើយរាល់វត្ថុទាំងឡាយដែលធ្លាប់ឆ្លងកាត់ដៃរបស់គាត់ត្រូវបានអ្នកស្រុកចាត់ទុកជាវត្ថុស័ក្តិសិទ្ធិទាំងអស់មកដល់ចំណុចនេះផងដែរប្រហែលជាមានការប្រៀបធៀបពាក់ព័ន្ធជាមួយលោកតាវឡៃជូនិងលោកយាយបាបាវង្កាដូច្នេះខ្ញុំសូមអធិប្បាយពាក់ព័ន្ធជាមួយនឹងការដូចនិងបង្ការមិនដូចគ្នាពាក់ព័ន្ធជាមួយលោកតាវឡៃជូនិងលោកយាយបាបាវង្កាផងដែររវាងលោកតាវឡៃជូនិងលោកយាយបាបាវង្កាគឺពួកគាត់ទាំងពីរគឺជាកម្ពូលហោរានិងជាអ្នកមានវិញ្ញាណទិព្វដឹងមុននិងមានភាពល្បីល្បាញប្រចាំប្រទេសបូការីដូចគ្នាហើយរស់នៅក្នុងសម័យកាលជាមួយគ្នាលោកយាយបាបាវង្កាកើតក្រោយលោកតាវឡៃជូចំនួន17ឆ្នាំសំណួរសួរថាហេតុអីបានជាមានការប្រៀបធៀបពួកគាត់ទាំងពីរហើយមានមតិខ្លះថាលោកតាវឡៃជូពូកែនិងទស្សទាយច្បាស់ជាងនេះជាហេតុផលដ៏សំខាន់ចំណុចដែលពួកគាត់ដូចគ្នារួមមានជាកម្ពុជាហោរារួមសម័យនិងរួមជាតិសាសន៍រួមគ្នាពួកគាត់ទាំងពីរគឺជាជនជាតិបូការីដូចគ្នាមានសមត្ថភាពមើលឃើញអនាគតនិងមើលជំងឺដូចគ្នាធ្លាប់ទស្សទាយរឿងមេដឹកនាំកុម្មុយនីសដូចគ្នាទាំងលោកតាវឡៃជូនិងលោកយាយបាបាវង្កាសុទ្ធតែធ្លាប់ទស្សទាយពីការស្លាប់របស់មេដឹកនាំកុម្មុយនីសលោកសឹកសឺដឺមីត្រូវដូចគ្នាហើយពួកគាត់ក៏ត្រូវបានពួកកុម្មុយនីសធ្វើបាបដូចគ្នាផងដែរហេតុផលដែលគេថាលោកតាវឡៃជូល្អជាងនិងទីច្បាស់ជាងលោកយាយបាបាវង្កាទោះបីជាលោកយាយបាបាវង្កាមានឈ្មោះល្បីល្បាញខ្លាំងពេញពិភពលោកក៏ដោយប៉ុន្តែសម្រាប់ប្រជាជនបូការីផ្ទាល់និងអ្នកស្រាវជ្រាវរឿងអាត់កំបាំងគេច្រើនឲ្យតម្លៃទៅលើលោកតាវឡៃជូជាងដោយសារតែចំណុចខុសៗគ្នាទាំងនេះកម្រិតនៃការទាយចំនិងភាពច្បាស់លាស់លោកយាយវ៉ាង្កាទំនាយគាត់ភាគច្រើនគឺជាការប្រៀបធៀបឬជាប្រស្នាអាត់កំបាំងដែលទាមទារឲ្យមនុស្សជំនាន់ក្រោយមានការបកស្រាយឧទាហរណ៍គាត់ទាយដឹងពីព្រឹត្តិការណ៍ភេរវកម្ម911គាត់បានទស្សទាយថាបាក់សីស្លាប់ដៃពីរនឹងវាយប្រហារបងប្អូនអាមេរិកដោយសារតែពាក្យទំនាយមិនចំបែបនេះហើយធ្វើឲ្យមនុស្សខ្លះយកទៅបកស្រាយខុសឬយកឈ្មោះគាត់ទៅប្រឌិតរឿងคล้ายៗជាច្រើននៅលើសង្គមអ៊ីនធឺណិតលោកតាវឡៃជូគាត់បានទាយចំពាក់ព័ន្ធជាមួយនឹងថ្ងៃនិងចំសាច់រឿងតែម្ដងដូចជាការទស្សទាយថ្វាយស្ដេចទ្រង់សួរពីបុត្រគាត់បានប្រាប់ចំថានឹងកើតមកមិនមានបានកាន់អំណាចនោះទេឬពេលដែលគាត់ប្រាប់ឆ្មាំងគុកឲ្យប្រញាប់ទៅផ្ទះព្រោះកូនត្រូវបានស្លាប់ហើយនឹងការដឹងមុនពីការអណ្ដូងរ៉ែបាក់នៅចំថ្ងៃនោះតែម្ដងភាពជាក់លាក់របស់គាត់នេះហើយទៅធ្វើឲ្យអ្នកដឹងរឿងពិតនិយាយថាគាត់ទាយច្បាស់ជាងរបៀបរស់នៅនឹងគុណធម៌មិនយកលុយកាក់តាវឡៃជូជាអ្នកស្នាក់សិលពិតប្រាកដមែនក៏រស់នៅជាបរិសុទ្ធបរិសុទ្ធមិនយកប្រពន្ធមិនស្វែងរកលៀបសការៈហើយដាច់ខាតមិនយកលុយសំបីតែមួយរៀលពីអ្នកជំងឺឬអ្នកដែលមកទស្សទាយគាត់បើមានអ្នកផ្ញើលុយតាមសម្បត្តិគាត់នឹងផ្ញើត្រឡប់មកវិញឬហុចឲ្យអ្នកដែលមានភាពក្រីក្រជាងគាត់ភ្លាមគាត់ជឿថាបើដូរវិញ្ញាណទិព្វជាមួយព្រះជាម្ចាស់ទៅជាលុយនោះសិលរបស់គាត់នឹងសាបលោកយាយបាបាវង្កាត្រូវបានរត់គ្រប់គ្រងកាលពីដំបូងលោកយាយបាបាវង្កាក៏មិនសូវយកកម្រៃដែរប៉ុន្តែក្រោយមកពួកកុម្មុយនីសនៅក្នុងប្រទេសបូការីបានឃើញគាត់ពីភាពល្បីល្បាញរបស់គាត់ក៏បានចាត់តាំងគាត់ជាបុគ្គលិករដ្ឋជាអ្នកកំណត់តម្លៃសេវាសម្រាប់អ្នកដែលចង់ចូលជួបលោកយាយបាបាវង្កាជនជាតិបរទេសត្រូវបង់ថ្លៃជាងជនជាតិខ្លួនឯងហើយរដ្ឋជាអ្នកប្រមូលលុយនោះចូលថវិកាជាតិរួចក៏បើកប្រាក់ខែឲ្យគាត់វិញចំណុចនេះហើយដែលធ្វើឲ្យអ្នកនិយមធម៌អាយល់ថាជីវិតរបស់លោកតាវឡៃជូមានភាពបរិសុទ្ធនិងមានគុណធម៌ខ្ពស់ជាងមិនជាប់ជំពាក់ចម្ពិនជាមួយនឹងលុយកាក់ឬនយោបាយឡើយម្យ៉ាងវិញទៀតហេតុអ្វីបានជាលោកតាវឡៃជូមិនសូវល្បីពេញពិភពលោកដោយលោកយាយបាបាវង្កាមូលហេតុគឺដោយសារតែការផ្សព្វផ្សាយរបស់រដ្ឋ
នៅក្នុងសម័យកុម្មុយនីសលោកយាយបាបាវ៉ាន់ហ្គាត្រូវបានរដ្ឋការពារនិងយកធ្វើជាមុខមាត់ដើម្បីតាក់ទាញភ្ញៀវបរទេសនិងអ្នកនយោបាយល្បីៗឲ្យមកលេងស្រុកខ្លួនរីឯលោកតាវ៉ាឡៃជូវិញដោយសារតែគាត់មានចិត្តរឹងរូសមិនព្រមចុះចូលឬធ្វើការឲ្យរដ្ឋកុម្មុយនីសគាត់បានសុខចិត្តរត់ភៀសខ្លួនដើរតាមព្រៃភ្នំនិងភូមិដាច់ស្រយាលដើម្បីជួយអ្នកក្រីក្រទើបព័ត៌មានរបស់គាត់ត្រូវបានអាជ្ញាធរកុម្មុយនីសលាក់បិទបាំងចោលរាប់សិបឆ្នាំតែក្រោយមកល្បីខ្លាំងវិញបន្ទាប់ពីពួកកុម្មុយនីសបានដួលរលំប៉ុណ្ណោះសរុបសេចក្តីមកលោកយាយបាបាវ៉ាន់ហ្គាល្បីដោយសារការផ្សព្វផ្សាយធំដុំនិងមានទំនាយពាក់ព័ន្ធជាមួយនឹងពិភពលោកច្រើនចំណែកឯលោកតាវ៉ាឡៃជូត្រូវបានគេគោរពតែភាពស្មោះត្រង់ចំនៃទំនាយនិងការរស់នៅប្រកបដោយគុណធម៌បរិសុទ្ធរបស់គាត់